ឆ្លើយសំណួររបស់បងប្អូនយើងតកតងជាមួយនឹងការប្រមូលផលកូនខ្យងពីអាងទូចឬក៏អាងភ្ញាស់យកទៅដាក់នៅក្នុងអាងសម្រាប់ថែកូនអញ្ចឹងបងប្អូនតកតងជាមួយនឹងការរើសកូនខ្យងការបំបីកូនខ្យងឬក៏ការបន្លាស់ទីកូនខ្យងដើម្បីឲ្យកូនខ្យងមិនសូវ stress បងប្អូនអាចធ្វើបែបនេះបានអញ្ចឹងទីមួយបងប្អូនរកកញ្ច្រែងមួយមកប្រភេទកញ្ច្រែងដែលប្រហោងវានេះញឹកបងប្អូនណាបើយើងធ្វើទៅមើលទៅបងប្អូនឲ្យតែដាក់កូនខ្យងនេះកូនខ្យងអត់ជ្រុះចេញទៅក្រៅវិញយើងអាចយកប្រើបានហើយបន្តទៀតបងប្អូនយកកញ្ច្រែងហ្នឹងមកបងប្អូនដាក់ក្នុងអាងដែលបងប្អូនភ្ញាស់កូនខ្យងនៅពេលដែលកូនខ្យងញាស់ហើយបងប្អូនដាក់បែបនេះមកហើយបន្តទៀតបងប្អូនរកវែកមួយមកបងប្អូនធ្វើបែបនេះកូនខ្យងអត់ stress ទេបងប្អូនហើយបងប្អូនដួសមកបងប្អូនដួសមកដួសមួយលេងហ្នឹងបងប្អូនចាក់មួយទៅបងប្អូនដួសចាក់មកកុំដួសបខំកុំធ្វើបខំវិញបងប្អូនណាជៀសវាងកូនខ្យង stress នៅពេលដែលបងប្អូនបែកទៅអាងផ្សេងឬក៏ដូរទីតាំងធ្វើឲ្យកូនខ្យងនោះមានបញ្ហាងាប់មានបញ្ហាអីចឹងបងប្អូនអញ្ចឹងធ្វើមួយទៅហើយកញ្ច្រែងមើលទៅបងប្អូនកុំឲ្យវាណែនពេកណាបើសិនជាករណីកញ្ច្រែងនេះរៀងជាតិចយើងថែមកញ្ច្រែងផ្សេងមកយើងដូរកញ្ច្រែងដែរអញ្ចឹងយើងមើលយ៉ាងមុនណាមើលតាមទៅមើលទៅអូខេឃើញបងប្អូនអញ្ចឹងឲ្យវាស្កត់គ្នាប៉ុណ្ណឹងអីបានហើយកុំដាក់ច្រើនពេកបងណាការដាក់ច្រើនពេកក៏គុំខ្យងសកត់នេះច្រើនវាអាចធ្វើឲ្យបញ្ហានៅផ្នែកក្រោមដែរអញ្ចឹងដាក់ប៉ុណ្ណេះទៅបានណាបន្តទៀតបងប្អូនរកកញ្ច្រែងផ្សេងមួយទៀតមកដាក់ទៀតមកបងណាដាក់បន្តមកហាមដាច់ខាតធ្វើអញ្ចេះនៅពេលដែលបងប្អូនដួសបានប៉ុណ្ណេះហើយបងប្អូនយកគុំខ្យងនេះយកទៅចាក់ក្នុងកធុនឬក៏ចាក់ក្នុងយ៉ាន់ដែកឬក៏ចាក់ក្នុងកញ្ច្រែងផ្សេងកុំធ្វើអញ្ចឹងណាបងប្អូនដួសមកកញ្ច្រែងហ្នឹងដាក់មកកញ្ច្រែងហ្នឹងទៅយកកញ្ច្រែងផ្សេងមកទៀតមកបើអត់មានទេបងប្អូនយកកញ្ច្រែងនេះយកទៅចាក់ចូលក្នុងអាងសម្រាប់ថែកូនហ្មងទៅកុំឲ្យដួសចាក់ពីមួយទៅមួយដួសក្នុងកញ្ច្រែងនេះពេញហើយយកទៅចាក់ក្នុងកញ្ច្រែងផ្សេងឬក្នុងចានដែកហើយលើកពីចានដែកទៅចាក់ក្នុងអាងផ្សេងទៀតធ្វើអញ្ចឹង2ត3ត4តអញ្ចឹងធ្វើតែប៉ុណ្ណេះបានហើយដួសពីអាងសម្រាប់ថែសម្រាប់ភ្ញាស់បងប្អូនដួសពីនេះមកដាក់ក្នុងកញ្ច្រែងនេះហើយមើលទៅល្មមហើយថាអាចទៅបំបាយទៅអាងត្រូវថែកូនបងប្អូនយកទៅចាក់ក្នុងអាងតែម្ដងទៅកុំឲ្យច្រើនតពេកមុនណាហើយសម្រាប់ពេលវេលាដ៏ល្អសម្រាប់បំបាយកូនខ្យងចេញពីអាងដែលយើងភ្ញាស់យកទៅដាក់ក្នុងអាងបឋមធាត់គឺពេលវេលាណាដែលត្រជាក់អាចពេលព្រឹកត្រជាក់ឬក៏អាចពេលល្ងាចឬក៏ពេលយប់ក៏បានឲ្យតែពេលវេលាត្រជាក់អញ្ចឹងយើងបំបែកកូនខ្យងពេលដែលត្រជាក់បែបនេះគឺកូនខ្យងអត់ស្ stress បងប្អូនហើយតកតងជាមួយនឹងការដួសកូនខ្យងហាមបងប្អូនណាហាមដួសបែបនេះអញ្ចឹងដួសបែបនេះអនកូនខ្យងណាស់បងប្អូនណាអញ្ចឹង stress បងប្អូនកូនខ្យងវា stress មានបងប្អូនយើងមួយចំនួនគាត់បំបាយកូនខ្យងគាត់ដួសកូនខ្យងគឺឃើញគាត់ដួសបែបនេះអញ្ចឹងខ្ញុំអធិស្ឋានដែរដោយសារអត់បានដាក់មេរៀនឲ្យដោយសារពេលខ្លះនឹកអត់ឃើញបងប្អូននឹកអត់ដល់តលតែមានបងប្អូនយើងគាត់សួរសំណួរគាត់អីហើយបាននឹកឃើញថាអូគាត់ដួសកូនខ្យងបែបនេះអញ្ចឹងហាមបងប្អូនណាហាមដួសបែបនេះណាដួសបែបនេះអត់ល្អទេកូនខ្យង stress ខ្លាំងណាស់អញ្ចឹងតើតើជាមួយនឹងការធ្វើកសិកម្មនេះពេលខ្លះការងារដែលធ្វើខុសបន្តិចហ្នឹងបងប្អូនការងារដែលធ្វើខុសបន្តិចហ្នឹងធ្វើឲ្យការចិញ្ចឹមរបស់បងប្អូនជួបបញ្ហាច្រើនធ្វើឲ្យការចិញ្ចឹមរបស់បងប្អូនជួបជាមួយនឹងបញ្ហាបរាជ័យបងប្អូនអញ្ចឹងតើតើជាមួយនឹងការធ្វើកសិកម្មមុខរបរណាក៏ដោយបងប្អូនចិញ្ចឹមអីក៏ដោយបងប្អូនត្រូវតែរៀនឲ្យឆ្អិនរៀនឲ្យច្បាស់តើតើជាមួយនឹងការធ្វើបើសិនជាបងប្អូនអត់បានសិក្សាច្បាស់ទេពេលខ្លះធ្វើខុសបន្តិចហ្នឹងហើយអត់ដឹងខ្លួនបងប្អូននឹងជួបបញ្ហាបរាជ័យអញ្ចឹងបងប្អូនចុងក្រោយខ្ញុំជូនបងប្អូនឲ្យចិញ្ចឹមបានជោគជ័យចិញ្ចឹមបានផលច្រើនហើយលើកបានផលចំណេញច្រើនហើយសម្រាប់ទីផ្សារពងខ្យងបឹងនេះមានច្រើនទៀតបងប្អូនណានៅមានច្រើនទៀតបងប្អូនដែលចង់សហការចង់អីអាចសហការបាន